Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel Sasa Gaming ទៀតហើយថ្ងៃនេះគឺ admin បាននាំយករឿងជួបផ្ទះខ្មោចដែលជាភាគ2ហើយក៏ជាភាគបញ្ចប់របស់យើងផងដែរយើងមកសម្ដែងអ្នកនរគ្នាទស្សនាបន្តណាហើយ admin ក៏អត់ចង់និយាយអំពីសេរីរឿងនឹងច្រើនមកដែរគ្រាន់ admin និយាយថាសម្រាប់ fan page ដែលឆាតទៅ account Facebook admin ឬក៏ដែលរងចាំរឿងនៅក្នុង YouTube វាចឹងណា admin សូមប្រាប់ឲ្យហើយគឺថ្ងៃអាទិត្យចានអង្គារហ្នឹងគឺបើសិនជាឆាតទៅ admin បានតបទេហើយមិនបាច់ចាំរឿងនេះទេដោយសារថ្ងៃអាទិត្យហ្នឹង admin ត្រូវមើលមេរៀនថ្ងៃច័ន្ទប្រឡងគណិត2ម៉ោងថ្ងៃអង្គារប្រឡងខ្មែរ2ម៉ោងអញ្ចឹងមានពេលទេអញ្ចឹងអ្នកនរគ្នាកុំកាន់ admin នេះណាដោយសារតែ admin ត្រូវការប្រឡងអញ្ចឹងឥឡូវយើងកុំឲ្យខាត់ពេកចូលទៅសាររបស់យើងតែម្ដងទៅដូច្នេះអ្នកទាំងគ្នាក៏ជាដឹងហើយថាការពិភាក្សាមុននោះគឺថាស៊ីរ៉ារបស់យើងដែលគឺជាមិត្តភក្តិរបស់ណាហ្នឹងគឺជួបឯងអ្នកទាំងគ្នាគឺថាស៊ីរ៉ាហ្នឹងបានចង្អុលទៅកាន់កន្លែងហ្នឹងថានាងបានឃើញក្មេងស្រីរកសក៏ប៉ុន្តែនៅពេលដែលណាងាកទៅកន្លែងហ្នឹងដូចគ្នាគឺថាមិនបានប្រទះឃើញក្មេងស្រីរកសអីនោះទេគឺគ្មានអ្វីតែម្ដងអ្នកទាំងគ្នាហើយនាងក៏បាននិយាយទៅកាន់ស៊ីរ៉ាថាអត់ទេណាស៊ីរ៉ាមិនបានឃើញអ្វីនោះទេតែស៊ីរ៉ានៅតែប្រកែកថាអត់ទេណានិយាយឃើញច្បាស់ណាស់វាមិនមែនជាការស្វាំងភ្នែកនោះទេណាគឺឈរនៅរេរ៉នៅខាងមុខនោះតែម្ដងវាមិនដែលបាត់លឿនអញ្ចឹងទេបើបានអញ្ចឹងមានតែខ្មោចហើយក៏ប៉ុន្តែគឺថាណានេះបានតទៅវិញថាហើយឥឡូវកុំខ្វល់ច្រើនពេកណាខ្មោចក៏ខ្មោចទៅហើយបន្តទៀតស៊ីរ៉ាក៏ថាអត់អីទេឯងនៅនឹងណាយើងទៅដល់ផ្ទះវិញហើយដោយសារតែចាំថ្ងៃក្រោយទៅថ្ងៃនេះយើងមានអារម្មណ៍ថាអត់ស្រួលទេតែណានថាណែមហូបយើងចិត្តស្អិននេះណាឯងចង់ទៅចោលយើងយ៉ាងម៉េចទៅក៏ប៉ុន្តែស៊ីរ៉ាហ្នឹងក៏យើងប្រកែកថាអត់ទេយើងត្រូវទៅហើយណាយើងឯងនៅយូរបានទេមានអារម្មណ៍ថាមិនសូវជាស្រួលមែនទេណាចាំពេលក្រោយទៅចាំយើងមកលេងម្ដងទៀតហើយយើងយកខ្សែកអត់ឋានមកដែរចំណែកឯកាត់ម្ដងទៅពេលយកវិញស៊ីរ៉ារបស់យើងមិនដឹងថាធ្វើការស្អីនេះនោះទេធ្វើរហូតដល់ទៅយប់ជ្រៅម្ដងហើយលើកនេះគឺនាងធ្វើប្រហែលជាម៉ោង2:10ជាងហើយអ្នកនរគ្នា2:10កន្លះហើយជាអាចនឹង2:30ជាងហ្នឹងបន្តទៀតក៏មានសម្លេងសើចបានចេញពីក្រៅបន្ទប់នាងក៏បានចេញទៅមើលថាតើសម្លេងសើចហ្នឹងមកពីណាក៏ប៉ុន្តែនៅពេលនាងបានចេញទៅដល់នាងសម្លឹងរមើលពិភពប្រភពសម្លេងដែលបានឮហឹងត្រជារបស់នាងដែលគឺជាសម្លេងសើចហ្នឹងណាអត់បានផ្ទះឃើញទេហើយនាងក៏ដូចជាឆ្ងល់ផងដែរក៏ប៉ុន្តែភ្លាមៗហ្នឹងនាងក៏បានឮសម្លេងសើចហ្នឹងជាលើកទី2ដែលសម្លេងសើចហ្នឹងគឺនៅម្ដងមានអ្នកទាំងអស់គ្នាហើយនាងក៏បានទៅដល់ក៏បានស្ដាប់ឮច្បាស់ថាសម្លេងសើចហ្នឹងគឺចេញពីបន្ទប់ដែលត្រូវបានគេហាមឃាត់មិនឲ្យចូលនឹងតែម្ដងហើយណារបស់យើងហ្នឹងពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាអ្នកមីងដែលគឺជាម្ចាស់ផ្ទះហ្នឹងមិនឲ្យយើងចូលទៅក្នុងហ្នឹងអញ្ចឹងហើយអ្នកមីងហ្នឹងថាបន្ទប់ហ្នឹងខូចខាតតាមមើលពីក្រៅទៅវាគ្មានខូចខាតអ្វីទេហើយតែខ្ញុំក៏ចាំពេតអីណាបើគេមកឲ្យមើលក៏កុំទៅដោយសារយើងមកជួបផ្ទះគេទៅហើយនាងក៏បានសម្រេចចិត្តដើរចូលទៅក្នុងបន្ទប់របស់នាងទៅក៏ប៉ុន្តែនាងបានប្រទះឃើញជាមួយនឹងក្មេងស្រីរោបសមម្នាក់គឺថាសស្គូតែម្ដងដូចក្រដាសសភ្នែកវិញមានហូរឈាមទៀតកំពុងតែឈររេរ៉ដោយកាស៊ីរ៉ាដែលជាមិត្តភក្តិរបស់នាងឃើញដែរក៏ប៉ុន្តែនៅតាមពិតទៅវាគឺជាការសបិនរបស់ណានតែប៉ុណ្ណោះនាងគឺបានភ្ញាក់មកជ្រុលមកអត់ទៅហើយគឺនាងកន្លែងទៅដេកយល់សប្តិនឹងអ្នកទាំងអស់គ្នាហើយនាងក៏មានអារម្មណ៍ថាភ័យដែរទោះបីជាវានៅក្នុងយល់សប្តិក៏ដោយតែចិត្តរបស់នាងវាប្រាប់ថាដូចជាការពិតអញ្ចឹងតែនាងក៏បញ្ញារៀបចំខ្លួនទៅធ្វើការនៅក្នុងហាងកាហ្វេមួយនេះដែលនាងនឹងបានធ្វើការនឹងជាមួយនឹងមិត្តភក្តិស្រីម្នាក់ទៀតដែលនាងគឺទៅស្គាល់គ្នាអញ្ចឹងទៅពួកគេនឹងក៏មកធ្វើការនៅហាងតែមួយផងដែរហើយមិត្តស្រីសក់ពណ៌ស្វាយនឹងអត់មានស្គាល់ឈ្មោះទេមានសុខភាពគាត់ថាចែសក់ស្វាយទៅចោះចែសក់ស្វាយនឹងក៏បានសួរថានិយាយអញ្ចឹងឯងនៅតាណាដែរយើងទៅស្គាល់គ្នាអញ្ចឹងមិនចង់ស្គាល់តែអញមិនមែនទេគ្រាន់តែយើងចង់ស្គាល់ដើម្បីទៅលេងអញ្ចឹងណាហើយបន្តមកទៀតហ្នឹងគឺថាណាហ្នឹងក៏បាននិយាយទៅវិញថាចែយើងមែនតែយើងគឺនៅម្ដុំហាងកាហ្វេដែរតែនៅក្នុងតំបន់នោះតែមួយនោះឯងអញចេញទៅបន្តិចទៅដល់ហើយកន្លែងផ្ទះដែលស្អាតជាងគេហើយផ្ទះនោះគឺផ្ទះជួលនិយាយថាចាសត់ស្វាយលើអញ្ចឹងគាត់ក៏ថាមិនឯងទៅជួបផ្ទះហ្នឹងអញ្ចឹងនាងក៏ថាមកពីខ្ញុំអត់ផ្ទះជួលហ្នឹងណាមើលទៅផ្ទះហ្នឹងតម្លៃសមរម្យហើយវាស្អាតទៀតពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់ហើយចាសត់ស្វាយហ្នឹងក៏បានថាឯងជួលហ្នឹងឯងមានប្រវត្តិផ្ទះហ្នឹងអត់ហើយណានរបស់យើងក៏បានតបអត់ទេខ្ញុំមិនដឹងនោះទេដោយសារតែខ្ញុំទៅមកពីជនបទដើម្បីមកធ្វើការនៅទីក្រុងទៅរលុយអញ្ចឹងទៅចាំខ្ញុំអត់ស្គាល់ទេណាមិនឯងដឹងឯងជួយប្រាប់យើងផងហើយម្នាក់ស្រីហ្នឹងដែលជាមិត្តភក្តិហ្នឹងក៏បានតបទៅវិញយើងក៏មិនសូវជាដឹងបានដែរក៏ប៉ុន្តែយើងធ្លាប់ឮគេនិយាយតគ្នាថាដែលគេហៅថាពាក្យចាំបារាមកគឺថាមនុស្សឲ្យតែអ្នកមកនៅផ្ទះហ្នឹងគឺថាពីថ្ងៃទៅមួយអាទិត្យគឺដឹងតែចាត់ចេញពីផ្ទះហ្នឹងហើយនៅមិនបាននោះទេមិនដឹងថាមានរឿងអ្វីនោះទេណាតាមគេនិយាយគេថាផ្ទះហ្នឹងមានខ្មោចឮអញ្ចឹងហើយគឺថាណានរបស់យើងក៏បានថាឯងចេះតែថាទេយើងមិនដែលជួបផងហ្នឹង
បន្ទាប់ទៀតនាងក៏ថាយើងចេះតែបារម្ភពីឯងចឹងទៅណាឯងគិតមិនទៅសួរម្ចាស់ផ្ទះដែលជាអ្នកមីងនឹងសួរថាប្រវត្តិតែនឹងឲ្យត្រឹមត្រូវទៅហើយឬក៏ឯងមករកផ្ទះមកនៅជាមួយយើងក៏បានដែរណាយើងចាត់ធ្វើឲ្យចំណេញហើយនាងថាអើយណានោះក៏បានតបអត់អីទេណាខ្ញុំទៅសួរអ្នកមីងដែលជាម្ចាស់ផ្ទះនឹងមើលថាតើប្រវត្តិផ្ទះនឹងវាយ៉ាងម៉េចខ្លះខ្ញុំรู้មិត្តភក្តិខ្ញុំម្នាក់ទៀតដែលមានឈ្មោះថាស៊ីរ៉ានិយាយដែរបន្តមកទៀតណានរបស់យើងក៏បានទៅសួរអ្នកមីងនឹងsorry ផងអ្នកទាំងអស់គ្នាបើសិនជាមានសម្លេងរំខានអីចឹងហើយណាដោយសារតែឥឡូវនោះរដូវខ្ញុំបានអញ្ចឹងហើយគឺថានៅវត្តគឺគេបានចាក់ជាមួយនឹងមេក្រូអញ្ចឹងហើយវាធ្វើឲ្យអាចនឹងមានសម្លេងប៉ះពាល់បន្តិចណាអ្នកទាំងអស់គ្នាចឹងកុំប្រកាន់អីនាងហ្នឹងក៏បានសួរទៅអ្នកមីងហ្នឹងថាខ្ញុំចង់ដឹងពីវត្តផ្ទះហ្នឹងអ្នកមីងហ្នឹងក៏ថាអើយចង់ដឹងទៅស្អីទេដឹងតែផ្ទះហ្នឹងជារបស់មីងទេតាមដងណាផ្ទះហ្នឹងជារបស់មីងតើក៏ប៉ុន្តែកាលពីមុនណាផ្ទះហ្នឹងជាផ្ទះរបស់គូស្នេហ៍មួយគូដែលមានកូនភ្លោះ2នាក់អញ្ចឹងណាក៏ប៉ុន្តែពួកគេនឹងបានស្លាប់អស់ហើយគូស្នេហ៍នោះផងដែរគឺជាប្អូនរបស់មីងអញ្ចឹងទៅខាងស្រីហ្នឹងប្អូនរបស់មីងបន្ទាប់មកទៀតហ្នឹងគឺថាមានក្មេងស្រីម្នាក់បានដើរមកចូលកន្លែងហ្នឹងហើយក៏បាននិយាយទៅកាន់អ្នកមីងដែលជាម្ចាស់ផ្ទះហ្នឹងហៅម៉ាក់ពេញមាត់តែម្ដងហើយនាងក៏ដូចជាមានចិត្តឆ្ងល់ផងដែរហើយគឺថាក្មេងស្រីហ្នឹងក៏បានហៅនាងម៉ាក់អញ្ចឹងទៅមិនហៅនាងអ្នកហៅមីងហ្នឹងអញ្ចឹងណានាងលុយគិតក្នុងចិត្តថាក្មេងស្រីនេះមានអារម្មណ៍ថាដូចជាសពសម្បត្តិរបស់នាងកាប់ពីយប់មិញគឺនាងបានឃើញក្មេងស្រីរົບសហើយមើលទៅមានអាកប្បកិរិយាស្តៀងទៅនឹងក្មេងស្រីនោះមិនតែមិនថារូបរាងឬក៏មុខមាត់អីនោះទេបន្ទាប់ទៀតហ្នឹងគឺថាអ្នកមីងហ្នឹងក៏ថាយីកូននេះឯងមកធ្វើអីណាចានិយាយគ្នាឯងមិនត្រូវមកអញ្ចឹងទេណាទៅវិញទៅណាចាកំពុងនិយាយគ្នាឯងឃើញទេថាម៉ាក់កំពុងតែនិយាយជាមួយនឹងបងស្រីនេះហើយទៅវិញទៅណាកូនណាកុំនៅចាំពេកប្រយ័ត្នមកវាយឬនៅហើយនាងហ្នឹងក៏ដូចជាតក់ជ្រឹកដែរក៏ថាចាហើយអ្នកមីងហ្នឹងក៏ថាអូទៅអញ្ចឹងហើយអ្នកមីងហ្នឹងក៏បានតបជាមួយនឹងស៊ីណានរបស់យើងវិញណាណានក៏សួរថាអ្នកមីងគឺថាក្មេងស្រីហ្នឹងជាពីណាគេដែរបន្តមកទៀតមីងហ្នឹងក៏តបអូមិនជាកូនស្រីមានជាកូនស្រីមីងទេណាគឺជាកូនស្រីរបស់ប្តីប្រពន្ធដែលបានស្លាប់នៅក្នុងផ្ទះហ្នឹងហើយដោយសារតែនាងកំព្រាអញ្ចឹងហើយមីងក៏យកនាងមកចាំទៅដូចជាកូនបង្កើតអញ្ចឹងតែណាលុយកើតក្នុងចិត្តថាក្រែងមានបងប្អូនភ្លួយមិនមានតែម្នាក់អញ្ចឹងពិតជាឆ្ងល់ខ្លាំងណាស់ហើយនាងក៏មិននិយាយច្រើនដែរក៏បញ្ញាមកផ្ទះវិញអញ្ចឹងទៅដោយសារតែដឹងពីវត្តផ្ទះហ្នឹងខាងខ្លះហើយតែពេលដែលនាងចៅមកដល់ចិត្តរបស់នាងបាននិយាយបានកាត់បាត់ទៅហើយថាត្រូវតែដឹងឲ្យបានថាតើខ្ញុំមិនទុកអាត់កំបាំងហ្នឹងមានអ្វីបានជាអ្នកមីងហ្នឹងលាក់ម្លេះហេតុថាចង់ដឹងហើយអ្នកដែលនៅចិត្តដែលជាមិត្តភក្តិរបស់នាងហ្នឹងបានប្រាប់ខ្លះៗពីប្រវត្តិផ្ទះហ្នឹងអញ្ចឹងជាមួយនឹងអ្នកមីងហ្នឹងប្រាប់ដែរធ្វើនាងកាន់តែចង់ដឹងខ្លាំងមែនតើអត់បាននោះទេនាងក៏បានធ្វើការទៅយកឈើមួយយកមកវាយទ្វារនឹងដើម្បីឲ្យវារលំដែលធ្វើឲ្យនាងអាចចូលទៅក្នុងបន្ទប់នឹងបានវាយយូរទៅទ្វារនឹងក៏បានរបើកបន្ទាប់ពីទ្វារនឹងបានរបើកហើយនាងក៏ធ្វើការលូនចូលទៅអញ្ចឹងណាអ្នកទាំងអស់គ្នាលូនចូលទៅក្នុងបន្ទប់នឹងពេលនាងមកចូលទៅដល់នាងក៏បានធ្វើការមើលទៅក្នុងបន្ទប់នឹងឃើញថាស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាដោយសារជាបន្ទប់សម្រាប់ក្មេងៗស្រីដោយសារតែមើលទៅមានការរៀបចំយ៉ាងល្អជូតក៏ស្អាតខ្លាំងមែនទែនហើយក៏មានរូបថតមួយផងដែរបាត់នៅខាងហ្នឹងគឺថាមានរូបថតបងប្អូនភ្លោះ2នាក់ដែលដូចសម្ដីដែលអ្នកមីងនឹងនិយាយមែនគឺបងប្អូនភ្លោះស្រី2នាក់ហ្នឹងតែម្ដងហើយសំខាន់បន្ទុកហ្នឹងគឺមានក្រែ2ទៀតមានន័យថាសម្រាប់ពួកគេម្នាក់មួយហ្នឹងឯងប្រយ័ត្នរត់យល់ណាគឺថាបងប្អូនភ្លោះស្រី2នាក់ហើយនាងក៏បានទៅមើលចិត្តដើម្បីឲ្យច្បាស់អញ្ចឹងណាពេលនាងមើលអ្នកនរគ្នាដឹងច្បាស់តែម្ដងក្មេងស្រីដែលនៅជាមួយអ្នកមីងហ្នឹងគឺជាបងប្អូនភ្លោះម្នាក់ក្នុងចំណោមបងប្អូនភ្លោះទាំងពីរហ្នឹងដែលគឺជាប្អូនស្រីអញ្ចឹងណាហើយចំណែកបងស្រីវិញអ្នកនរគ្នាគឺអត់ដឹងថាបាត់វត្តមានតាណានោះទេតែនាងដូចជាបានដឹងមិនដឹងថាអារម្មណ៍នាងហ្នឹងមកពីណាទេអ្នកនរគ្នាហើយនិយាយថាធ្វើឲ្យនាងឈឺក្បាលហ្នឹងតែម្ដងហើយធ្វើឲ្យនាងគិតឃើញរឿងអ្វីចម្លែកនិយាយទៅគឺនាងបានសម័យឃើញរូបភាពអតីតកាលទាំងអស់តែម្ដងអ្នកទាំងអស់គ្នាដែលបានកើតឡើងមកលើផ្ទះហ្នឹងអញ្ចឹងណាគឺថាក្មេងស្រីហ្នឹងគឺមានបងប្អូនភ្លោះ2នាក់អ្នកទាំងអស់គ្នាហើយឪពុកម្ដាយរបស់ពួកគេហ្នឹងគឺត្រូវបានសម្លាប់ដោយអ្នកមីងដែលជាម្ចាស់ផ្ទះដែលធ្វើលក់ផ្ទះហ្នឹងអ្នកទាំងអស់គ្នាគឺគាត់ហ្នឹងគឺចង់យកផ្ទះហ្នឹងយកទៅជួលអញ្ចឹងហើយគាត់ក៏បានសម្លាប់2នាក់ម្ដាយហ្នឹងទៅម្នាក់ម្ដាយ2នាក់ប្តីប្រពន្ធហ្នឹងហើយក៏បានធ្វើការសម្លាប់ទៅលើបងប្អូនភ្លោះដែលជាបងស្រីសម្លាប់នាងក្នុងស្រុកជាងតែម្ដងហើយនាងក៏បានយកអ្នកមីងហ្នឹងក៏បានយកកូនដែលជាកូនប្អូនអ្នកទាំងអស់គ្នាដែលជាភ្លោះដែរយកទៅចិញ្ចឹមហើយនាងបានប្រាប់ទៅកូនប្អូននឹងថាកុំស្ដាយក្រអីណាឯងមិននៅជាមួយយើងទៅនឹងមានលុយច្រើនហើយដោយសារតែយើងត្រូវការសម្លាប់ដើម្បីយកផ្ទះនេះយកទៅជួលដើម្បីយកលុយណាខំអីយើងនឹងសម្លាប់តែឯងទៀតក៏ប៉ុន្តែយើងចាប់ទុកថាយើងស្រឡាញ់ឯងដែរចង់ក៏ទុកឯងមួយទៅណាតែបងស្រីរបស់ឯងបានងាប់បាត់ទៅហើយបើឯងជប់យឹមទៅណាមិននៅជាមួយមីងវិញហើយមកនិយាយឡើងលុយអ្នកទាំងអស់គ្នាអើយសម្លាប់បងគេហើយយកប្អូនទៅចិញ្ចឹមអីទេហ
ហើយមិនបងប្អូនមានន័យថាដូចមិនបងប្អូនគេអញ្ចឹងហើយក្មេងស្រីហ្នឹងក៏បានយល់តាមមីងហ្នឹងអញ្ចឹងទៅហើយក៏បានទៅរស់នៅជាមួយមីងហ្នឹងហើយចាប់ទុកមីងហ្នឹងក៏ដូចជាម្ដាយរបស់ខ្លួនផងដែរតែប៉ុន្តែគ្រាន់តែនាងបាត់បង់ម្ដាយពុកពិតរបស់នាងជាមួយបងស្រីរបស់នាងអញ្ចឹងទៅហើយបន្តមកទៀតណានក៏បានដឹងខ្លួនមកវិញបន្ទាប់ពីនាងសម័យឃើញអញ្ចឹងហើយនាងក៏បញ្ញាប់រត់ទៅផ្ទះអ្នកមីងហ្នឹងហើយក៏បាននាំក្មេងស្រីដែលជាក្មួយរបស់អ្នកមីងហ្នឹងនាំមកដើម្បីធ្វើជាសាក់សៃទៅផ្ដាំប៉ូលីសឲ្យរកយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់បងប្អូនខ្លួនហ្នឹងអញ្ចឹងគឺថាណារបស់យើងបានធ្វើកម្មមកកាន់ប៉ុស្តិ៍ប៉ូលីសហើយក៏បានរ៉ាយរ៉ាប់រឿងគ្រប់យ៉ាងទៅកាន់ប៉ុស្តិ៍ប៉ូលីសថាតើអ្នកមីងហ្នឹងបានធ្វើអ្វីខ្លះទៅលើឪពុកម្ដាយរបស់ក្មេងស្រីហ្នឹងហើយនាងហ្នឹងក៏បានយកសាក់សីមកដែរគឺជាក្មេងស្រីហ្នឹងតែម្ដងនាងក៏បានប្រាប់គ្រប់រឿងទាំងអស់ថាអ្នកមីងហ្នឹងបានធ្វើអ្វីហើយប្រាប់នាងកុំឲ្យប្រាប់គេអញ្ចឹងទៅហើយនាងក៏បានស្ងាត់មកដែរសារខ្លាចអ្នកមីងហ្នឹងសម្លាប់នាងមួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាហើយនេះគឺជាសាក់សីហើយលោកប៉ូលីសកុំភ្លេចចាប់អ្នកមីងហ្នឹងដាក់គុកផងណាឲ្យអ្នកមីងហ្នឹងដឹងម្ដងហើយចំណែកក្មេងស្រីហ្នឹងចាប់ខ្ញុំយកនាងទៅដល់ជាមួយគឺនៅផ្ទះជួលហ្នឹងណាហើយអ្នកមីងហ្នឹងក៏បានចុះគុកហើយខឹងសម្បាទៅលើពួកគេទាំងពីរហ្នឹងខ្លាំងមែនទែនតែម្ដងហើយមើលទៅហាក់ជាមានគំនុំគុំគួនទៀតក៏ប៉ុន្តែធ្វើបានប៉ូលីសនេះនិយាយថាហើយនិយាយកចាស់ឯងជាប់គុកមួយជីវិតហើយមើលទៅបន្តមកទៀតហ្នឹងគឺថាត្រូវតែអញ្ចឹងហើយគឺសារតែការសម្រាប់មនុស្សច្បាប់គេចាប់គុកមួយជីវិតអញ្ចឹងតែម្ដងហើយតែមិនអីទេណាឥឡូវហ្នឹងគឺថាខ្ញុំបានរកយុទ្ធធរឲ្យក្រុមគ្រួសាររបស់គេហើយក៏មកដល់នៅពេលរាត្រីវិញគឺថាណារបស់យើងហ្នឹងអាចបានរើផ្លាស់អ្វីដែលមិត្តភក្តិរបស់នាងធ្លាប់និយាយថានៅបានតែ2ថ្ងៃតែមកទៅដល់គឺនាងនៅផ្ទះហ្នឹងដដែលហើយនាងបានមកគេបន្ទប់នាងចឹងទៅចំណែកក្មេងស្រីហ្នឹងទៅគេងបន្ទប់របស់បងប្អូនរបស់នាងពីរនាក់ហ្នឹងអ្នកទាំងអស់គ្នាក្មេងស្រីដែលថានេះហ្នឹងហើយនាងណាអ្នកគ្នានៅលេងមួយណាគេគឺលេងជាមួយនឹងខ្មោចបងស្រីរបស់នាងហ្នឹងហើយសាររបស់យើងក៏បានជិះចូលដល់ទីបញ្ចប់ទៅតែប៉ុណ្នេះដូច្នេះសាររឿងផ្ទះជួលខ្មោចរបស់យើងក៏សន្មតថាចាប់ដេបរីបូផងដែរហើយអ្នកទាំងអស់គ្នាមានក្រាប់ប្រាប់ក៏ដើមហើយឥឡូវមានមកប្រាប់ចង់ម្ដងគឺថាថ្ងៃអាទិត្យច័ន្ទkiaគឺថាអ្នកដែលឆានមក admin ឬក៏អ្នកដែលរងចាំរឿងនៅក្នុង YouTube វិញចឹងណាគឺថាមិនបាច់រងចាំទេអ្នកគ្នាដោយសារតែថ្ងៃអាទិត្យ admin ត្រូវមើលមេរៀនថ្ងៃច័ន្ទប្រឡងគណិត2ម៉ោងថ្ងៃkiaប្រឡងខ្មែរ2ម៉ោងអញ្ចឹងគឺថាពិបាកខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេណាថា admin តាណាអញ្ចឹងកុំភ្លេចទៅចាំ admin នៅថ្ងៃពុធផងណាបាយបាយអ្នកទាំងអស់គ្នា